ក្តាន់និងក្អែកជាមិត្តនឹងគ្នារស់នៅយ៉ាងសុខសាន្តថ្ងៃមួយចចកឃើញក្តាន់ក៏ចូលទៅនិយាយបញ្ចុះបញ្ចូលទាល់តែក្តាន់សុខចិត្តសត្វទាំងពីរសុំគ្នាធ្វើជាមិត្តក្អែកដឹងពីល្បិចចចកក៏ប្រាប់ក្តាន់ឲ្យឈប់តាក់ទងតែត្រូវក្តាន់បដិសេធល្ងាចមួយចចកឃើញអន្ទាក់ព្រានក៏បបួលក្តាន់ទៅរកស៊ីទីនោះដើម្បីឲ្យក្តាន់ជាប់អន្ទាក់ក្តាន់ជឿតាមចចកក៏ភ្លាត់ទៅជាប់អន្ទាក់ព្រានក្តាន់ស្រែកហៅឲ្យចចកជួយតែចចកធ្វើមិនឮក៏រត់ពួនក្នុងកំពតព្រៃចាំមើលក្តាន់រើបំរាស់អស់កម្លាំងវានឹងស៊ីក្អែកពុំឃើញក្តាន់ខំហើរកក៏ប្រទះឃើញក្តាន់ជាប់អន្ទាក់ក្អែកប្រាប់ក្តាន់ឲ្យធ្វើពុតជាងាប់នៅពេលព្រានមកដល់ពេលព្រានដោះអន្ទាក់រួចវានឹងធ្វើសញ្ញាឲ្យក្តាន់ស្ទុះបោលឲ្យលឿនព្រានមកដល់ឃើញក្តាន់ជាប់អន្ទាក់ដេកស្ដោកក៏ដោះក្តាន់ដាក់ទៅម្ខាងក្អែកឃើញដូច្នោះក៏ស្រែកខ្វក់ខ្វក់ក្តាន់ស្ទុះបោលចូលទៅក្នុងព្រៃព្រានក៏ស្ទុះទៅយកលំពែងពួយសំដៅក្តាន់តែជួនជាចំកន្លែងចចកសំងំនៅលំពែងនោះធ្លាក់ត្រូវចចកមរណានាពេលនោះទៅចាបន្ទាប់ពីស្ដាប់រឿងនេះហើយតើបងប្អូនយល់យ៉ាងណាដែរចំពោះតួអង្គទាំង3ចាមានសត្វក្តាន់សត្វក្អែកហើយនិងសត្វចចកចាហើយថាតើបងប្អូនគួរយកទៅប្រាប់តាមសត្វមួយណាដែរចាអញ្ចឹងយោងទៅតាមរឿងនេះបងប្អូននឹងឲ្យថាសត្វចចកគឺជាសត្វដែលមានល្បិចហើយអត់ស្មោះត្រង់ទេគាត់ព្យាយាមធ្វើជាល្អកសាងទំនាក់ទំនងមួយជាមួយសត្វក្តាន់ដោយសារតែគាត់ចង់ស៊ីក្តាន់ចាហើយសត្វក្អែកគឺជាសត្វមួយដែលវៃឆ្លាតដែលគាត់ដឹងពីល្បិចរបស់ចចកគាត់ខំព្យាយាមពន្យល់ប្រាប់មិត្តដ៏ល្អរបស់គាត់តែក្តាន់គាត់អត់យល់ព្រមទេព្រោះអីក្តាន់គាត់លងទៅនឹងមនោគមឬក៏ភាពប៉ិនប្រសប់នៃការនិយាយលួងលោមរបស់សត្វចចកចាចំណុចសំខាន់មួយទៀតយើងគួរតែយកតម្រាប់តាមសត្វក្អែកមិនគួរយកតម្រាប់តាមសត្វចចកនោះទេចាព្រោះសត្វក្អែកមានចិត្តស្មោះត្រង់ចេះជួយមិត្តភ័ក្តិក្នុងគ្រាមានអាសន្នហើយចំណែកចចកវិញជាសត្វដែលមិនស្មោះត្រង់ចង់បានប្រយោជន៍ពីមិត្តភ័ក្តិមិនចេះជួយទុក្ខធុរៈមិត្តភ័ក្តិពេលមានអាសន្នហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន